ពួកពេលខ្លះយើងឃើញរោគសញ្ញាដែលគេបង្ហាញក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមជារោគសញ្ញាទូទៅឧបមាដូចគេងអត់លក់ស្រកទម្ងន់ឈឺក្បាលអាចឈឺពោះដែរឈឺក្រពះដែរអ្នកខ្លះគាត់មើលអាហ្នឹងហើយគាត់ share ចេញមកគាត់ថារោគសញ្ញាហ្នឹងគឺគាត់ហើយយើងនៅបារម្ភថាពួកវាមានគេហៅថាជាជំងឺនៃជំនឿបានន័យថាគាត់អត់ឈឺទេប៉ុន្តែនៅពេលដែលគាត់ជឿថាខ្លួនឯងឈឺគាត់នឹងឈឺមែន ខ្ញុំមានសំណួរមួយតាក់ទងមួយការវិភាគរោគសញ្ញាជំងឺ depression តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមព្រោះសប្តាហ៍ថ្ងៃមានអ្នកផ្សាយច្រើនមែនទែនរោគសញ្ញា1 2 3 4 5ចេះហើយអ្នកខ្លះគាត់មើលអាតារាងរោគសញ្ញាហ្នឹងគាត់គិតថាគាត់តើវាគួរឲ្យទុកចិត្តបានដែរទេនៅពេលដែលយើងមើលបញ្ជីរោគសញ្ញាឬក៏អ្នកខ្លះគាត់ទៅសេអត្ថបទផុសអំពីរោគសញ្ញាហើយយើងវិតម្លៃដោយខ្លួនឯងណាអើយកាពិតគាត់អ្នកដែលទៅសេនឹងគាត់អត់បានបញ្ជាក់ថាវាគ្រាន់វាអាចជាការកត់សម្គាល់ពួកមនុស្សនៅពេលដែលយើងដឹងខ្ញុំដូចជាមានអានេះខ្ញុំគួរតែកត់សម្គាល់រឿងហ្នឹងប៉ុន្តែមិនមែនមានន័យថាយើងត្រូវតែកំណត់ថាខ្លួនឯងជាអ្នកឈឺកំណត់ថាខ្ញុំមានបញ្ហាផ្លូវចិត្តដោយខ្លួនឯងមែនទេព្រោះភាពនេះអាចទុកចិត្តបានវាស្ទាបព្រោះអ្នកខ្លៅថាគាត់ទៅមានមួយអាទិត្យពីរអាទិត្យហ្នឹងហើយគាត់ចាប់ដើមសង្កេតឃើញហ្នឹងមួយអាទិត្យពីរអាទិត្យហ្នឹងរំខានគាត់ខ្លាំងណាបាទអញ្ចឹងគាត់ថាខ្ញុំមានធ្លាប់មាន depression តែការពិតជីវិតមនុស្សត្រូវឆ្លងកាត់អាបរិយាកាសហ្នឹងជារឿងធម្មតាគាត់ចាប់ទុកថាគាត់មានបញ្ហា depression អញ្ចឹងលុះដើម្បីឲ្យរោគវិនិច្ឆ័យគេហៅថារោគវិនិច្ឆ័យបានថាម្នាក់ហ្នឹងឈឺមិនឈឺមានតែអ្នកចិត្តសាស្ត្រហើយនឹងគ្រូពេទ្យទេពួកពេលខ្លះយើងឃើញរោគសញ្ញាដែលគេបង្ហាញក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមជារោគសញ្ញាទូទៅឧបមាដូចគេងអត់លក់ស្រកទម្ងន់ឈឺក្បាលអាចឈឺពោះដែរឈឺក្រពះដែរអញ្ចឹងអ្នកខ្លះគាត់មើលអាហ្នឹងហើយខ្ញុំឃើញច្រើនគាត់ share ចេញមកគាត់ថាគាត់ហើយរោគសញ្ញាហ្នឹងគឺគាត់ហើយយើងនៅបារម្ភថាតើស្អីដែលពួកវាមានគេហៅថាជាជំងឺនៃជំនឿបានន័យថាគាត់អត់ឈឺទេប៉ុន្តែនៅពេលដែលគាត់ជឿថាខ្លួនឯងឈឺគាត់នឹងឈឺមែន 100% គាត់នឹងឈឺហ្មងគាត់មិនមែនឈឺអាជំងឺដែលគាត់គិតថាគាត់នឹងឈឺទេវាឈឺអាជំងឺមួយទៀតគេហៅថាថប់បារម្ភឬក៏បារម្ភហួសហេតុបាទខ្វល់ហ្មងស្អីក៏ខ្វល់ដែរអូខ្ញុំកាត់មហារីកហើយគ្រូខ្ញុំចេះតែឈឺក្បាលខ្ញុំដឹងកាត់មហារីកមកឬក៏ឲ្យតែឃើញឧទាហរណ៍គាត់ចាប់ដើមឈឺកាពះទៅឆ្លោះកាពះមិនឃើញខ្ញុំសង្ស័យថាមហារីកដំណាក់កាលធ្ងន់ធ្ងរហើយបានចេះតែឈឺទៅរោវាមិនឃើញចាប់ដើមចិត្តកាយវិបលាស់ហ្មងបាទអានោះជំងឺដែលពិនិត្យមិនឃើញជំងឺដែលគ្មានជំងឺតែអ្នកជំងឺយល់ថាខ្លួនឯងឈឺបាទមានអារម្មណ៍ថាខ្លួនឯងឈឺមានជំងឺហ្នឹងហើយសម្រាប់អ្នកធ្វើការនៅមន្ទីរពេទ្យជួបច្រើនបាទអញ្ចឹងករណីដូចខ្ញុំនិយាយមិញគាត់ឃើញរោគសញ្ញាទៅវាផ្ទៀងផ្ទាត់ទៅឃើញថាដូចគាត់ចាប់ផ្ដើមជឿដោយអត់ទាន់បានធ្វើរោគវិនិច្ឆ័យទេអញ្ចឹងវាជារឿងគ្រោះថ្នាក់មែនទែនបើយើងគិតទៅការមើលតាមប្រព័ន្ធហើយពីព្រោះព័ត៌មាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមអត់ប្រកាសថាមកពីអ្នកជំនាញទេអ្នកខ្លះគាត់ជាមនុស្សមានឥទ្ធិពលនៅក្នុងបណ្ដាញសង្គមយើងហៅ influencer អ្នកខ្លះទៅសមាធិ 2-3 ថ្ងៃមកវិញសរសេររឿងផ្លូវចិត្តយ៉ាងវែងយ៉ាងឡាយហើយអ្នកខ្លះទៀតក៏គាត់យល់ដឹងឬក៏បកប្រែឯកសារពីភាសាបរទេសមកតែពិតខ្ញុំគិតថាបំណងពួកគាត់ល្អទេក៏ប៉ុន្តែការប្រើប្រាស់ tool ឬក៏ឧបករណ៍នៃការវាស់ស្ទង់នោះអត់ត្រឹមត្រូវឧបករណ៍ដែលជឿជាក់បានសម្រាប់ការដាក់រោគវិនិច្ឆ័យនៅតាមpsychiatrist គេហៅចិត្តវិកលចិត្តគ្រូពេទ្យចិត្តវិកលបាទគាត់ប្រើតាម DSM-5 ដែលជាការដាក់រោគវិនិច្ឆ័យតាមសមាគមរបស់អាមេរិកគេក៏ចងក្រងជាសភៅគេដាក់ជារោគសញ្ញាអញ្ចឹងគ្រប់គ្នាទាំងអស់គឺយកតាមនឹងសម្រាប់អ្នកចិត្តសាស្ត្រឬក៏អ្នកណាក៏ដោយគេត្រូវការយោងតាមនឹងគេហៅភាសាឥឡូវគេអាប់ដេតដល់ DSM-6 អី DSM-5 ហ្នឹងវាជាការអាប់ដេតពីមួយឆ្នាំទៅមួយឆ្នាំដែលនិយាយអំពីបញ្ហាផ្លូវចិត្តឬក៏ជំងឺផ្លូវចិត្តហ្នឹងកំណត់ថាអ្នកនឹងឈឺបានតលតែអ្នកនឹងគ្រប់នៅ criteria របស់គេកំណត់មកអ្នកឯងមានតែ2អត់គ្រប់មិនឯងមិនជាជំងឺអ្នកឯងមានតែអ្នកឯងមានទាំងអស់តែរយៈពេលអត់គ្រប់អ្នកឯងក៏មិនជាអ្នកជំងឺដែរអញ្ចឹងមេថាដើម្បីតាំងខ្លួនជាអ្នកជំងឺបានវាត្រូវមានវិជ្ជាបញ្ជាឬក៏រោគវិនិច្ឆ័យមួយជាក់លាក់ណាការលើកឡើងបែបនេះប្រហែលជាសំដៅទៅលើជាពិសេសយុវវ័យដែលគាត់ដូចយើងនិយាយពេលខ្លះគាត់ទីមួយគាត់អាចចង់បានការចាប់អារម្មណ៍
និយាយថាការចង់បានការចាប់អារម្មណ៍ក៏អត់ត្រូវ100%ដែរអាចគាត់ចង់បានភាពកក់ក្ដៅគាត់ចង់បានការលួមលោមអាចចង់បានការយកចិត្តទុកដាក់រួចគាត់បង្ហាញថាខ្លួនឯងមានជំងឺរួចគាត់ទៅផ្ទៀងផ្ទាត់ឃើញថាខ្លួនឯងប្រហែលជាមានជំងឺរួចគាត់ចាប់ផ្ដើមមានជំងឺមែនប៉ុន្តែស្អីគ្រប់យ៉ាងហ្នឹងគឺគាត់បង្កើតឡើងដោយខ្លួនឯងគឺគាត់បង្កើតជំងឺហ្នឹងឲ្យខ្លួនឯងតែម្ដងត្រូវគាត់មានន័យថាគាត់អត់តាន់បានស្វែងយល់ឲ្យច្បាស់អំពីអ្វីទៅជាជំងឺព្រោះការអ្នកថាចេះតែមិនចេះតែកំណត់ឲ្យដែលយើងឃើញលើបណ្ដាញសង្គមអីចឹងទេប៉ុន្តែវាត្រូវការឲ្យយើងនឹងច្បាស់ជាមួយនឹងអ្នកជំនាញអញ្ចឹងយើងមានពេទ្យធ្វើអីបើយើងមាន social media ហើយខ្ញុំកាត់ក្រុនអានេះទៅមើលថ្នាំពេទ្យដដែល Google ដដែលយើងមានពេទ្យមកធ្វើអីយើងបង្កើតជំនាញមកធ្វើអីដើម្បីកុំឲ្យមានការភ័ន្តច្រឡំអានេះជារឿងសំខាន់បាទយើងគិតដល់ពួកមនុស្សអ្នកខ្លះគាត់ពិនិត្យឃើញស្ថានភាពខ្លួនឯងមានបញ្ហាមែនប៉ុន្តែការទទួលយកថាខ្លួនឯងមានជំងឺជាពិបាកវាមានមនុស្សពីរប្រភេទហ្នឹងមនុស្សមួយក្រុមចង់ឈឺមនុស្សមួយក្រុមឈឺហើយមិនចង់ឈឺវាយើងអាចនិយាយថាមនុស្សមួយក្រុមហ្នឹងអត់មានជំងឺទេប៉ុន្តែដោយសារចង់បានការយកចិត្តទុកដាក់និងភាពកក់ក្ដៅគាត់ធ្វើឲ្យខ្លួនឯងមានជំងឺហ្នឹងរហូតដល់មានជំងឺប៉ុន្តែមានមួយក្រុមទៀតនោះឈឺទាំងអត់ចង់ឈឺទេប៉ុន្តែឈឺហើយអត់អាចទទួលបានតែខ្លួនឯងឈឺទេអត់អាចទទួលយកបានអត់ទទួលយកបាទមកគិតថាមកពីអីបានគាត់អត់ទទួលយកខ្ញុំគិតថាដោយសារគំនិតពីបុរាណមកអ្នកដែលមានជំងឺបញ្ហាផ្លូវចិត្តវាចូលដល់សរសៃប្រសាទវាចូលដល់វិកលចរិតវាចូលដល់វិបលាស់វាហាក់ដូចជាមនុស្សគាត់សួរខ្លួនឯងថាអញឈួតនៅអញមិនទាន់ឈួតទេណាហេតុអីបានត្រូវទៅជួបពេទ្យហើយហេតុអីត្រូវទទួលខ្លួនឯងតែខ្លួនឯងមានជំងឺផ្លូវចិត្តពីព្រោះក្នុងផ្នត់គំនិតមនុស្សជំងឺផ្លូវចិត្តវាដាក់សញ្ញាស្មើឈួតត្រូវពិតជាល្អមែនតើខ្ញុំឧទាហរណ៍ងាយៗមួយអើយមានអ្នកជំងឺម្នាក់គាត់មកហើយគាត់ព្រមអត់ព្រមទទួលសេវាកម្មព្យាបាលទេគាត់បានឆ្លើយមកថាខ្ញុំអត់តន់ឈួតទេអញ្ចឹងខ្ញុំអត់តន់ព្យាបាលទេចាំខ្ញុំឈួតចាំយកខ្ញុំទៅព្យាបាលព្រោះឥឡូវខ្ញុំនៅស្ដាប់គ្នាយល់ខ្ញុំនៅយល់អីដែលអ្នកគ្រូនិយាយខ្ញុំនៅយល់អីដែលបងប្អូនខ្ញុំនិយាយគ្រាន់តែខ្ញុំដេកមិនលក់ខ្ញុំឈឺក្បាលគិតច្រើនទេអញ្ចឹងខ្ញុំមិនជាជំងឺផ្លូវចិត្តដូច្នេះគាត់ក៏មិនទទួលយកការព្យាបាលដែរចាមិនមុនគ្រូមកទេចាគឺគាត់មិនទទួលការព្យាបាលទេមួយទៀតអ្នកជំងឺមួយទៀតដែលទម្រុនតាមជំងឺគាត់មានបញ្ហាផ្លូវចិត្តនៅពេលដែលគាត់ធ្វើអីមួយខុសគាត់ចាប់ដើមលើកប៉ាយមួយដាក់សញ្ញានៅលើមុខគាត់ថាខ្ញុំមានបញ្ហាផ្លូវចិត្តខ្ញុំធ្វើខុសហ្នឹងដោយសារខ្ញុំមានបញ្ហាផ្លូវចិត្តមានថាគាត់ប្រើជំងឺផ្លូវចិត្តជាលេសមួយការពារខ្លួនឯងអត់ទទួលខុសត្រូវឧទាហរណ៍ដូចមានជំងឺផ្លូវចិត្តម្នាក់គាត់ជិះម៉ូតូពាក់មួកសុវត្ថិភាពហើយគាត់បង្ហាញកាតទៅប៉ូលីសថាគាត់មានបញ្ហាផ្លូវចិត្តគាត់មានកណ្ដាស់សបុតពេទ្យខ្ញុំមានបញ្ហាផ្លូវចិត្តអ្នកឯងខ្ញុំមានសិទ្ធិចាប់ខ្ញុំទេអត់ត្រូវទេមិនមែនជាការពិតទេអ្នកជំងឺផ្លូវចិត្តមានន័យថាអ្នកជំងឺផ្លូវចិត្តត្រូវមើលទៀតផ្លូវចិត្តកម្រិតណាអ្នកខ្លះមានជំងឺផ្លូវចិត្តប៉ុន្តែការគិតការពិចារណានៅធម្មតាទាំងអស់គ្រាន់តែគាត់ពិបាកគ្រប់គ្រងមិនមែនគាត់អត់មានការគិតការពិចារណាអ្នកដែលមិនអាចគ្រប់គ្រងបានមានតែជំងឺផ្លូវចិត្តបែបពិកលទេដែលយើងចាប់ទុកថាជាជំងឺដែលវាពិបាកក្នុងការគ្រប់គ្រងខ្លួនវាគាត់អត់អាចគ្រប់គ្រងខ្លួនឯងបានហ្មងអានោះវាចូលដល់ដំណាក់កាលអាចគ្រប់គ្រងខ្លួនឯងបានហ្មងហើយបើគាត់គ្រប់គ្រងខ្លួនឯងបានយើងក៏មិនអាចគ្រប់គ្រងគាត់បានដែរចាគ្មានណាគ្រប់គ្រងគាត់បានទេមានម្នាក់ថ្នាំ